តើវាអាចទៅរួចទេដែលមនុស្សម្នាក់អាចបំពេញច្បាប់រូបវិទ្យានិងប្រព័ន្ធសុវត្ថិភាពដែលទំនើបបំផុតនៅក្នុងពិភពលោករួចដើរចេញមកវិញដោយគ្មានស្នាមម្រាមដៃសូម្បីតែមួយនៅក្នុងពិភពនៃអ្នកច្បាប់និងអ្នកអនុវត្តច្បាប់សំណុំរឿងប្លន់នៅអានធ្វើបឆ្នាំ2003មិនមែនគ្រាន់តែជាការប្លន់ធម្មតាទេក៏ប៉ុន្តែវាគឺជាបញ្ហាចោទដែលមិនទាន់អាចមានអ្នកដោះស្រាយដាច់ស្រេចនិងមិនទាន់មានការពេញចិត្តទៅលើដំណោះស្រាយនៅឡើយនោះទេនៅក្នុងរឿង Money Heist យើងមានតួអង្គ Professor ដែលជាអ្នករៀបចំផែនការយ៉ាងម៉ត់ចត់ជាទីបំផុតចំណែកឯនៅក្នុងជីវិតពិតយើងមាន Leonardo Notarbartolo បើសិនជាអ្នកគិតថា Professor នៅក្នុងរឿង Money Heist ឆ្លាតហើយអ្នកត្រូវមកស្គាល់ Leonardo ព្រោះ Leonardo គឺធ្វើវាបានសម្រេចនៅក្នុងលោកពិតតើ Leonardo Notarbartolo ជាមេខ្លោងនៃអ ுக ្រិតជនឬជាអ្នកដឹកនាំសម្ដែងដ៏ប៉ិនប្រសប់ដែលបោកបញ្ឆោតសូម្បីតែភ្នែកប៉ូលីសអន្តរជាតិត្រៀមខ្លួនមកវិភាគជាមួយយើងនៅរាល់ចំណុចស្លាប់រស់នៃផែនការនេះមុននឹងយើងនិយាយពីការប្លន់យើងត្រូវយល់ពីបន្ទាយដែកជាមុនសិនមជ្ឈមណ្ឌលពេជ្រអានធ្វើបត្រូវបានការពារដោយស្រទាប់សុវត្ថិភាពដែលគេជឿថាមិនអាចទម្លុះបានទ្វារដែកទម្ងន់3តោនដែលមានសោលេខកូដជាច្រើនជាន់និងសោមេកានិកដែលត្រូវប្រើកម្លាំងបង្វិលខ្លាំង Sensor magnetic បើទ្វារបើកចំហតែបន្តិចសញ្ញាអាសន្ននឹងទៅកាន់ប៉ុស្តិ៍ប៉ូលីសភ្លាម Sensor កម្ដៅនិង infrared វាអាចដឹងពីកម្ដៅរបស់មនុស្សនិងចលនាខ្យល់នៅក្នុងបន្ទប់ Sensor រំញ័រសូម្បីតែការខួងជញ្ជាំងក៏មិនអាចធ្វើទៅបានដែរបើប្រព័ន្ធទាំងនេះដំណើរការ24ម៉ោងតែឧក្រិដ្ឋកម្មលើប្រព័ន្ធសុវត្ថិភាពនេះកើតឡើងដោយរបៀបណាបើគ្មានសញ្ញាអាសន្នណាមួយរោសូម្បីតែបន្តិចដូចគ្នាទៅនឹងផែនការរបស់ Professor ដែរ Leonardo យល់ថាបើចង់បំបីបន្ទាយដែលរឹងមាំបំផុតអ្នកមិនត្រូវវាយសម្រុកពីខាងក្រៅទេតែអ្នកត្រូវក្លាយជាផ្នែកមួយនៃបន្ទាយនោះជាមុនសិន Leonardo មិនមានជាចោរដែលកាន់កាំភ្លើងបាញ់បោះដូចនៅក្នុងរឿងប្លន់ទូទៅទេគាត់គឺជា Professor ក្នុងពិភពលោកពិតគាត់ចំណាយពេល2ឆ្នាំបន្លំខ្លួនជាអ្នកជំនួញនិងចងសម្ព័ន្ធភាពជាមួយនឹងសន្តិសុខនិងសិក្សាពីចន្លោះប្រហោងនៃច្បាប់គាត់រងចាំរហូតដល់គ្រប់យ៉ាងល្អជាទីបំផុតទើបគាត់ចាប់ផ្ដើមធ្វើវាឡើងនៅក្នុងអំឡុង2ឆ្នាំនោះគាត់បានប្រើប៊ិចកាមេរ៉ាថតសកម្មភាពសន្តិសុខនិងរបៀបដែលគេប្រើប្រាស់សោតើគាត់អាចបន្លំយកស្នាមសោមេយកមកកាត់បានដោយរបៀបណាខណៈដែលសោនោះស្ថិតនៅក្នុងដៃសន្តិសុខជានិច្ចនៅចំណុចនេះអ្នកស៊ើបអង្កេតនៅតែងឿងឆ្ងល់ជាទីបំផុតនៅយប់ថ្ងៃទី14ខែកុម្ភៈក្រុមចៅបានចូលទៅដល់មុខទ្វារដែកទីនោះហើយដែលអាថ៌កំបាំងចាប់ផ្ដើមរបៀបបោក sensor កម្ដៅពួកគេមិនបានបិទវាទេក៏ប៉ុន្តែពួកគេប្រើប្រដាប់ផ្លុំសក់ដើម្បីផ្លុំខ្យល់ក្ដៅឲ្យស្មើនឹងកម្ដៅនៃបន្ទប់ដើម្បីបន្លំ sensor ឲ្យស្មានថាគ្មានមនុស្សចូលរបៀបនៃការបោក sensor ពន្លឺពួកគេបានប្រើ spray បាញ់សក់ពណ៌ខ្មៅបាញ់ទៅលើកញ្ចក់ sensor ដើម្បីកុំឲ្យវាចាប់រូបភាពបានរបៀបបើកទ្វារ3តោនពួកគេមិនបានកោះទេក៏ប៉ុន្តែពួកគេមានសោចម្លងដែលដូចពិត 100% តែពួកគេបានដោយរបៀបណាឬមានអ្នកក្នុងបង្កប់ខ្លួនក្រោយការប្លន់ប៉ូលីសរកមិនឃើញដានអ្វីទាំងអស់រហូតដល់ថ្ងៃមួយថងសម្រាមមួយត្រូវបានរកឃើញនៅក្បែរផ្លូវ highway នៅក្នុងនោះមានសាំងវិចដែលញ៉ាំពាក់កណ្ដាល DNA សាំងវិចនោះនាំទៅរក Leonardo សំណុំរឿងនេះក៏បានបញ្ជូនទៅដល់តុលាការសវនកម្មដ៏តានតឹងស្មុគស្មាញដេញដោលតវ៉ាការពារផ្សេងគឺពិតជាមិនធម្មតានោះទេព្រះញ្ញាបានលើកថងផុសតាំងដែលជាសំណល់សាំងវិចនិងនិយាយទៅកាន់លោក Leonardo Notarbartolo ថាលោកគឺជាអ្នកជំនួយម្នាក់ដែលមានការិយាល័យនៅក្នុងអគារពេជ្រដ៏ល្បីល្បាញក៏ប៉ុន្តែតើលោកអាចបញ្យល់យ៉ាងណាចំពោះវត្តមាន DNA របស់លោកនៅលើកំទេចសាំងវិចដែលត្រូវបានរកឃើញក្នុងថង់សម្រាមដែលមានទាំងវិក្កយបត្រនិងសម្បកវេចខ្ចប់របស់មជ្ឈមណ្ឌលពេជ្រ Antwerp ក្រោយពេលយប់កើតហេតុ Leonardo Notarbartolo បានឆ្លើយដោយទឹកមុខស្ងប់ស្ងាត់ជាទីបំផុតថាលោកព្រះញ្ញាវាគ្រាន់តែជាសំណាងអាក្រក់របស់ខ្ញុំតែប៉ុណ្ណោះខ្ញុំជាមនុស្សដែលចូលចិត្តញ៉ាំសាំងវិចក្នុងនាមខ្ញុំជាអ្នកជំនួញក្នុងអគារនោះខ្ញុំបោះសម្រាមចោលជារៀងរាល់ថ្ងៃតើវាជារឿងចម្លែកមែនទេដែលគេរកឃើញសម្រាមរបស់ខ្ញុំប៉ុន្តែអ្វីដែលចម្លែកគឺតើអ្នកណាជាអ្នកបោះវាចោលនៅក្នុងព្រៃនោះព្រះញ្ញាក៏បានដើរចូលទៅជិតនិងនិយាយថា
ក៏មកលេងល្បែងពាក្យសម្ដីជាមួយនឹងខ្ញុំលោកនិយាយថាខ្លួនឯងគ្រាន់តែជាអ្នកជំនួយចុះអ្នកជំនួយឯណាដែលមានសមត្ថភាពបិទភ្នែកប្រព័ន្ធ sensor infrared បានតើអ្នកជំនួយឯណាដែលដឹងថាត្រូវបាញ់ spray សក់ទៅលើកាមេរ៉ាសុវត្ថិភាពដើម្បីបន្លំពន្លឺលោកមិនមែនជាអ្នកជំនួយទេលោកគឺជា the professor នៃឧក្រិដ្ឋជន Leonardo Notarbartolo បានញញឹមបន្តិចហើយក៏បាននិយាយថាលោកប្រញ្ញាគឺសរសើរខ្ញុំហួសហើយបាទខ្ញុំពិតជាចូលទៅដល់ក្នុងទូដៃនោះមែនប៉ុន្តែខ្ញុំចូលទៅក្នុងនាមជាអ្នកអង្កេតការឲ្យអ្នកជួលរបស់ខ្ញុំតែប៉ុណ្ណោះហើយពេជ្រដែលបាត់នោះមិនមែនខ្ញុំជាអ្នកយកទៅទាំងអស់នោះទេប្រព័ន្ធសុវត្ថិភាពដែលលោកថាមិនអាចទំនួលបាននោះប្រហែលជាវាមិនខ្លាំងដូចលោកគិតឡើយឬមួយក៏អ្នកគ្រប់គ្រងប្រព័ន្ធនោះខ្លួនឯងជាអ្នកបើកទ្វារឲ្យខ្ញុំចូលប្រាជ្ញាក៏បានដំឡើងសំឡេងនិងនិយាយថាតើលោកចង់មានន័យថាអ្នកក្នុងបើកដៃឲ្យចុះពេជ្រតម្លៃ$100 លាននៅឯណាបើលោកគ្រាន់តែជាកូនអុកតើអ្នកណាជាមេខ្លោងឲ្យពិតប្រាកដ Leonardo Notarbartolo ងាកទៅមើលចៅក្រមរួចក៏បាននិយាយយឺតថាលោកចៅក្រមលោកប្រាជ្ញានៅក្នុងសវនកម្មនេះលោកមានតែសង្វិចមួយដុំនិងប្រអប់ពេជ្រទទេរាប់រយខ្ញុំប្រាប់លោកចុះនៅពេលដែលខ្ញុំចូលទៅដល់នោះគឺទូដែកនោះភាគច្រើនពួកវាគឺទទេស្អាតរួចទៅហើយពួកខ្ញុំត្រូវបានគេប្រើហើយពួកខ្ញុំប្លន់យកតែរបស់ដែលនៅសេសសល់តែប៉ុណ្ណោះចំណែកមហាសម្បត្តិមហាពេជ្រពិតប្រាកដវាប្រហែលជាដេកលក់ស្រួលនៅក្នុងហោប៉ៅក្រុមហ៊ុនធានារ៉ាប់រងឬម្ចាស់ហាងពេជ្រទាំងនោះបាត់ទៅហើយលោកកំពុងតែដេញចាប់ចោលឬក៏កំពុងតែដេញចាប់ស្រមោលប្រាជ្ញាបែរទៅរកចៅក្រមនិងបានថ្លែងការណ៍ថាលោកចៅក្រមនេះគឺជាការប៉ុនប៉ងបង្វែរដានជនចាប់ចោតកំពុងតែប្រើទ្រឹស្ដីសំគំនិតដើម្បីបិទបាំងទីតាំងលាក់ពេជ្រជនចាប់ចោតច្បាស់ថាបើពេជ្រមិនត្រូវបានរកឃើញទេទោសរបស់គាត់នឹងមិនធ្ងន់ធ្ងរឡើយនៅក្នុងពេលនោះមេធាវីការពារសិទ្ធិឲ្យជនចាប់ចោតបានថ្លែងការណ៍ថាលោកចៅក្រមអង្គសវនកម្មទាំងមូលកំពុងតែត្រូវបំភាន់ដោយកំទេចសាំងវិចមួយដុំគុណក្តីរបស់ខ្ញុំលោក Leonardo មិនដែលបដិសេធទេថាគាត់មិនបានទៅដល់ទីនោះក៏ប៉ុន្តែការទៅទីនោះនិងការខ្លាចជាឃាតករដែលសម្លាប់ប្រព័ន្ធសុវត្ថិភាព$100 លានវាគឺជាការខុសដាច់ស្រឡះពីគ្នាលោកប្រាជ្ញាក៏បានតបទៅវិញភ្លាមថាបើគាត់គ្រាន់តែទៅទីនោះតើហេតុអ្វីបានជាពេជ្របាត់អស់ពីទូដែកតើលោកមេធាវីចង់ឲ្យយើងជឿថាពេជ្រទាំងនោះហោះដោយខ្លួនឯងតើមែនឬលោកមេធាវីការពារសិទ្ធិឲ្យជនចាប់ចោតក៏បានញញឹមបែបឌឺដងនិងបាននិយាយថាទេពេជ្រមិនបានហោះចេញទេតែពួកវាប្រហែលជាមិនដែលនៅទីនោះតាំងពីដំបូងមកម្លេះកូនក្តីរបស់ខ្ញុំបានផ្ដល់ចម្លើយយ៉ាងច្បាស់ថានៅពេលដែលចូលទៅដល់ទូដែកត្រូវបានគេដកហូតពេជ្រចេញស្ទើរតែទាំងអស់ទៅហើយសំណួរដែលអង្គសាវនាការគួរតែចោទសួរនោះគឺតើនរណាជាអ្នកដឹងមុនថា Leonardo នឹងមកប្លន់តើអ្នកណាជាអ្នកមានសោមេហើយមានឱកាសដកពេជ្រចេញមុនពេលចោលពិតប្រាកដទៅដល់លោកប្រាជ្ញាក៏បានអះអាងតបថានេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានលោកកំពុងតែព្យាយាមទម្លាក់កំហុសទៅលើជនរងគ្រោះដែលជាម្ចាស់ពេជ្រដើម្បីដោះលែងអក្រិតជនហើយមេធាវីការពារសិទ្ធិឲ្យជនចាប់ចោតក៏បានថ្លែងការណ៍តបទៅវិញថាចុះឯណាទៅផោះតាំងបើកូនក្តីរបស់ខ្ញុំយកពេជ្រ$100 លានទៅមែនហេតុអ្វីបានជាប៉ូលីសអន្តរជាតិរួមទាំង FBI ប្រើពេលរាប់ឆ្នាំក៏នៅតែរកមិនឃើញសូម្បីតែមួយគ្រាប់ហេតុផលនោះគឺសាមញ្ញណាស់ព្រោះតែពេជ្រទាំងនោះមិនដែលត្រូវបានលួចដោយក្រុមរបស់ Leonardo ឡើយពួកគេគ្រាន់តែជាតួអង្គដែលគេជួលមកដើម្បីបង្ហើយឆាកល្ខោនបោកប្រាស់ធានារ៉ាប់រងតែប៉ុណ្ណោះនេះគឺជាចំណុចដែលស្មុគស្មាញបំផុតនៃច្បាប់នៅក្នុងអង្គសវនកម្មមានភស្តុតាង DNA សាំងវិចក៏ប៉ុន្តែគ្មានភស្តុតាងពេជ្រមានការទទួលស្គាល់ដោយជនចាប់ចោតថាចូលទៅដល់ទីកន្លែងកើតហេតុក៏ប៉ុន្តែបដិសេធថាខ្លួនគេមិនមែនជាអ្នកយកពេជ្រទាំងអស់នោះទៅនោះទេបងប្អូនស្ដាប់ចំណុចនេះឲ្យច្បាស់ចំណុចនេះគឺជាចំណុចដែលទាញឲ្យចូលនៅក្នុងមន្ទិលសង្ស័យដែលសមហេតុផលយុទ្ធសាស្ត្ររបស់ Leonardo និងមេធាវីរបស់គាត់គឺទទួលស្គាល់កំហុសតូចដែលជាការចូលទៅកន្លែងកើតហេតុដើម្បីឲ្យតុលាការឈប់ដេញដោលរឿង DNA ក៏ប៉ុន្តែបដិសេធកំហុសធំជាការយកពេជ្រដោយប្រើទ្រឹស្ដីថាពេជ្របាត់មុនពេលដែលពួកគេចូលទៅដល់នេះគឺជាលបែងអុកដ៏គ្រោះថ្នាក់បំផុតបើតុលាការរកមិនឃើញថា Leonardo កាន់ពេជ្រចេញមែនទេនោះតុលាការមិនអាចកាត់ទោសគាត់ពីបទប្លន់ពេជ្រ$100 លានបានឡើយគាត់នឹងត្រូវចាប់ទោសត្រឹមតែបទបំពានកន្លែងហាមឃាត់ឬក៏ការលួចកម្រិតស្រាលតែប៉ុណ្ណោះតើវាអាចរួចទេដែលក្រុមហ៊ុនពេជ្រដឹងមុនថាចោរនឹងមកប្លន់រួចក៏បានលួចពេជ្រចេញមុនដើម្បីទារប្រាក់ធានារ៉ាប់រងផងនិងបានពេជ្រទុកផងឬមួយក៏ Leonardo គឺជាតួអង្គដែលពូកែសម្ដែងបំផុត
ដែលហ៊ានជាប់គុក10ឆ្នាំដើម្បីដូរនឹងសេរីភាពជាមួយនឹងពេជ្រដ៏មហាសាលដែលលាក់ទុកតែបកទៅមុខវិញហេតុអ្វីបានជាប៉ូលីសរកថងឃើញហេតុអ្វីបានជាប៉ូលីសចាប់អារម្មណ៍ទៅលើសម្រាមដែលគ្រាន់តែជាថងហើយថងនោះទៀតសោតជាផុសតាំងធំក្នុងសំណុំរឿងដែរឬទេមូលហេតុគឺទីតាំងដែលក្រុមចោរយកសម្រាមទៅបោះចោលគឺជាតំបន់ព្រៃក្បែរផ្លូវ highway មួយដែលជាធម្មតាគឺជាកន្លែងដែលស្អាតនិងគ្មានសម្រាមសោះបុរសម្នាក់ឈ្មោះថា August Van Cam ជាម្ចាស់ដីនៅតំបន់នោះគាត់ជាមនុស្សដែលស្រឡាញ់បរិស្ថានខ្លាំងនិងស្អប់អ្នកបោះចោលសម្រាមពាសពេញពាសវាលពាសកាលនៅព្រឹកថ្ងៃបន្ទាប់ពីការប្លន់គាត់ក៏បានដើរមកពិនិត្យដីហើយស្រាប់តែឃើញសម្រាមមួយថងដែលបោះចោលនៅទីនោះដោយសារតែគាត់ជាមនុស្សម៉ត់ចត់គាត់ក៏បានហៅប៉ូលីសមកពិនិត្យព្រោះគាត់គិតថាវាគ្រាន់តែជាសម្រាមខុសច្បាប់ធម្មតាប៉ូលីសក៏បានមកដល់ក៏មិនចាប់អារម្មណ៍ដែររហូតដល់ពួកគេបានបើកថងនោះមើលអ្វីដែលប៉ូលីសឃើញនិងភ្ញាក់ផ្អើលគឺនៅពេលដែលពួកគេឃើញវត្ថុដែលនៅខាងក្នុងថងនោះគឺមានស្រោមសម្បត្តិរបស់មជ្ឈមណ្ឌលពេជ្រ Antwerp ដែលនៅក្នុងថងមានក្រដាសនិងស្រោមសម្បត្តិដែលមាន logo របស់កន្លែងដែលទើបតែត្រូវបានគេប្លន់វិក័យប័ត្រគឺប៉ូលីសបានរកឃើញថាមានវិក័យប័ត្រទំនិញមួយចំនួនរួមទាំងវិក័យប័ត្រទិញសាំងវិចនិងឧបករណ៍អេឡិចត្រូនិកមួយចំនួនដែលប្រើប្រាស់ក្នុងផែនការប្លន់សាំងវិចដែលញ៉ាំនៅសល់គឺបង្កើតបានជា DNA ដែលជាកំហុសបច្ចេកទេសដ៏ធំ DNA នៅលើសំណល់អាហារគឺជាភស្តុតាងវិទ្យាសាស្ត្រដែលមិនអាចប្រកែកនៅក្នុងតុលាការបានតើចោរដែលឆ្លាតដល់ថ្នាក់បំបែកប្រព័ន្ធសុវត្ថិភាពលេខ1លើលោកបែរជាល្ងងបោះសម្រាមចោលនៅកន្លែងដែលស្អាតបំផុតរួមទាំងបន្សល់ភស្តុតាងដាក់ទោសខ្លួនឯងបែបនេះឬមានទ្រឹស្ដីពីរដែលគេបានវិនិច្ឆ័យទ្រឹស្ដីទី1គឺការធ្វេសប្រហែសគឺក្រុមចៅអាចនឹងមានអារម្មណ៍ថាភ័យស្លន់ស្លោក្រោយការប្លន់រួចក៏បានប្រញាប់ប្រញាល់យកសម្រាមទៅបោះចោលនៅកន្លែងដែលស្ងាត់ដោយមិនគិតថាម្ចាស់ដីនៅទីនោះជាមនុស្សដែលម៉ត់ចត់ខ្លាំងនោះទេទ្រឹស្ដីទី2គឺជាការរៀបចំដើម្បីក្បត់គឺមានអ្នកវិភាគខ្លះជឿថាសមាជិកនៅក្រុមណាម្នាក់ក្នុងចំណោម5នាក់អាចជាអ្នកមានចេតនាបោះសម្រាមនោះចោលដើម្បីឲ្យប៉ូលីសចាប់ខ្លួនមេខ្លោងដែលជា Leonardo ដើម្បីឲ្យសមាជិកផ្សេងទៀតអាចរត់គេចខ្លួនជាមួយពេជ្រដែលនៅសល់ព្រោះពេជ្រមិនទាន់ត្រូវបានរកឃើញនៅឡើយនោះទេក៏មានការវិភាគមួយទៀតដែលបញ្ជាក់ថាវាអាចជាការរៀបចំដើម្បីឲ្យប៉ូលីសចាប់ខ្លួនតែម្នាក់ដើម្បីការពារអ្នកនៅពីក្រោយដែលមានអំណាចជាងនេះប្រសិនបើនេះជារឿង Money Heist ភាពបញ្ចប់ប្រហែលជាក្រុមចោរជិះទូកទៅកំសាន្តកោះដាច់ស្រយាលជាមួយនឹងមហាសម្បត្តិក៏ប៉ុន្តែនៅក្នុងពិភពពិតផែនការដែលល្អឥតខ្ចោះបំផុតបែរជាត្រូវដួលរលំដោយសារតែសាកវិចមួយដុំនេះហើយជាភាពខុសគ្នារវាងភាពយន្តនិងការពិត Leonardo ចាប់គុក10ឆ្នាំហើយឥឡូវគាត់មានសេរីភាពឡើងវិញហើយក៏ប៉ុន្តែសំណួរដែលនៅសេសសល់សម្រាប់មនុស្សថាតើពេជ្រ$100 លាននៅឯណាគ្មានអ្នកណារកឃើញសូម្បីតែមួយគ្រាប់ថាតើ Leonardo និយាយពិតទេគាត់ធ្លាប់ឆ្លើយប្រាប់សារព័ត៌មានថាយើងប្លន់បានត្រឹមតែ$20 លានទេចុះ$80 លានទៀតទៅណាតើក្រុមហ៊ុនពេជ្របានភូតកុហកដើម្បីទារប្រាក់ធានារ៉ាប់រងឬចោលជាអ្នកកុហកបច្ចុប្បន្ន Leonardo Notarbartolo មានសេរីភាពឡើងវិញហើយកំពុងរស់នៅក្នុងជីវិតដ៏ស្ងប់ស្ងាត់ជាទីបំផុតនៅក្នុងឆ្នាំ2005តុលាការ Belgique បានប្រកាសទោសឲ្យគាត់ជាប់ពន្ធនាគារ10ឆ្នាំក្នុងនាមជាមេខ្លោងនៃផែនការប្លន់នៅក្នុងឆ្នាំ2009គាត់ត្រូវបានដោះលែងនៅក្រៅឃុំមុនកាលកំណត់ដោយមានលក្ខខណ្ឌមួយចំនួនរួមទាំងការសងសំណងជំងឺចិត្តដល់ជនរងគ្រោះតែគាត់មិនបានសងឡើយបន្ទាប់មកក៏មានការចាប់ខ្លួនម្ដងទៀតនៅក្នុងឆ្នាំ2013ដោយសារតែគាត់រំលោភទៅលើលក្ខខណ្ឌនៅក្រៅឃុំគាត់ត្រូវបានចាប់ខ្លួនម្ដងទៀតនៅប្រលានយន្តហោះ Charles de Gaulle នៅទីក្រុងប៉ារីសខណៈពេលដែលគាត់ធ្វើដំណើរពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ីតាលីគាត់ត្រូវបានត្រឡប់ជាប់ពន្ធនាគារវិញដើម្បីបំពេញទោសដែលនៅសេសសល់នៅឆ្នាំ2017គាត់ត្រូវបានដោះលែងឲ្យមានសេរីភាពទាំងស្រុងបន្ទាប់ពីបានអនុវត្តទោសតាមកាលកំណត់បច្ចុប្បន្នគេជឿថាគាត់រស់នៅតំបន់ជនបទនៅក្បែរទីក្រុង Turin ប្រទេសអ៊ីតាលីជាមួយនឹងភរិយារបស់គាត់មានព័ត៌មានថាគាត់កំពុងប្រកបមុខរបរតូចតាចមួយគឺជាការលក់ដុំឈើដុតសម្រាប់ប្រើប្រាស់ក្នុងចក្រាន Leonardo ហាក់ដូចជាមិនសូវលាក់ខ្លួនពីមហាជនឡើយគាត់ធ្លាប់បានផ្ដល់បទសម្ភាសន៍លម្អិតដល់ទស្សនាវដ្តី Wired នៅក្នុងឆ្នាំ2009ដើម្បីរៀបរាប់ពីផែនការប្លន់បច្ចុប្បន្នគាត់មានវត្តមាននៅក្នុងខ្សែភាពយន្តឯកសាររបស់ Netflix ដែលមានចំណងជើងថា Stolen Heist of the Century ដែលចេញផ្សាយនៅក្នុងឆ្នាំ2025ដើម្បីនិយាយពីសាច់រឿងរបស់គាត់
តាំងពីដើមរហូតដល់ចប់ចំណុចដែលសំខាន់បើទោះបីជាគាត់ធ្លាប់ជាប់គុកក៏ដោយក៏មហាសម្បត្តិពេជ្រ$100 លានដែលបាត់បង់នោះមិនត្រូវបានគេរកឃើញឡើយនេះធ្វើឲ្យមនុស្សជាច្រើនដែលសង្ស័យថាគាត់អាចនឹងកំពុងតែសោយសុខជាមួយនឹងមហាសម្បត្តិទាំងនោះដោយសម្ងាត់ខ្ញុំក៏សូមបញ្ជាក់ផងដែរថាចំពោះបព្វពួករបស់ Leonardo Notarbartolo ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាក្រុម The School of Turing គឺជាឧក្រិដ្ឋជនអាជីពដែលមានជំនាញខ្ពស់បំផុតសមាជិកនៃក្រុមនីមួយៗមិនប្រើឈ្មោះពិតឡើយក៏ប៉ុន្តែប្រើរហស្សនាមទៅតាមជំនាញរបស់គេដូចជាក្នុងរឿង Money Heist អញ្ចឹងសមាជិកទាំងនោះរួមមាន The King ឬក៏ស្ដេចគឺជាអ្នកជំនាញខាងសោនិងការកាត់សោចម្លងគាត់មានសមត្ថភាពអាចកាត់សោមេបានយ៉ាងល្អឥតខ្ចោះរហូតដល់ប៉ូលីសក៏មិនអាចយល់បានថាធ្វើបានដោយរបៀបណានោះទេ The Genius ឬក៏ទេពកោសល្យគឺជាអ្នកជំនាញខាងប្រព័ន្ធអេឡិចត្រូនិកនិងប្រព័ន្ធអាសន្នគាត់គឺជាអ្នកដែលរកវិធីបិទភ្នែក sensor កម្ដៅនិង sensor infrared ក្នុងទូដែក Android The Monster ឬក៏បិសាចគឺជាអ្នកជំនាញខាងមេកានិកនិងប្រើកម្លាំងបាយគាត់មានកាយសម្បទារឹងមាំនិងមានជំនាញខាងការខួងនិងការកោះកាយទូដែកដែលមានទម្ងន់ធ្ងន់ The Key ឬក៏សោសមាជិកម្នាក់ទៀតដែលមានជំនាញខាងលួចចម្លងលេខកូដនិងការបំបែកលេខកូដសម្ងាត់របស់ទូដែកក្រុមនេះមកពីទីក្រុង Turin ប្រទេសអ៊ីតាលីដូចគ្នាពួកគេមិនមែនជាចោរតាមដងផ្លូវនោះទេក៏ប៉ុន្តែជាក្រុមអក្រិតជនកអាវសដែលធ្វើការយ៉ាងម៉ត់ចត់ពួកគេបានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយមុននឹងសម្រេចចិត្តប្លន់នៅ The Antwerp Leonardo តែងតែអះអាងថាមានអ្នកក្នុងម្នាក់ដែលផ្ដល់ព័ត៌មានសម្ងាត់និងផ្ដល់លេខកូដឲ្យពួកគេចូលក៏ប៉ុន្តែសមាជិកម្នាក់នេះមិនដែលត្រូវបានគេរកឃើញឡើយអ្នកស៊ើបអង្កេតខ្លះជឿថាអ្នកក្នុងនេះប្រហែលជាគ្មានរូបទេក៏ប៉ុន្តែវាជាលេសដែល Leonardo បង្កើតដើម្បីបង្វែរដានពីភាពឆ្លាតវៃរបស់ក្រុមរបស់គាត់ដើម្បីការពារសមាជិកដទៃទៀតក្រោយការប្លន់ Leonardo ត្រូវបានចាប់ខ្លួនមុនគេសមាជិក3នាក់ទៀតក៏ត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណនិងចាប់ខ្លួនជាបន្តបន្ទាប់តាមរយៈ DNA និងការតាមដានទូរស័ព្ទពួកគេទាំងអស់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់5ឆ្នាំទៅ7ឆ្នាំទោសស្រាលជាង Leonardo ព្រោះ Leonardo ត្រូវចាត់ទុកថាជាមេខ្លោងហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថាការផ្តន្ទាទោសចំនួន10ឆ្នាំនេះគឺជាកម្រិតអតិបរមានៃបទល្មើសនោះហើយនឹងមានការបង្កប់ឲ្យសងប្រាក់ទៅដើមបណ្ដឹងរដ្ឋបាលវេនីចំនួនតែប្រហែលជា$5 លានតែប៉ុណ្ណោះក៏ព្រោះថាចំនួននេះគឺជាចំនួនដែលមានជាក់ស្ដែងនិងមានភស្តុតាងជាក់លាក់ដែលឡែកចំនួនផ្សេងទៀតគឺមិនមានភស្តុតាងជាហេតុតុលាការមិនសម្រេចនោះទេក៏ប៉ុន្តែបើទោះបីជាបែបណាក្តី Leonardo នៅតែបញ្ជាក់ថាខ្លួនមិនបានលួចដល់ចំនួននោះឡើយហើយខ្លួនក៏មិនមានលុយសងទៅដើមបណ្ដឹងរដ្ឋបាលវេនីដែររហូតមកដល់បច្ចុប្បន្នគឺនៅតែមិនទាន់មានការសងដែរសម្រាប់រឿង Antwerp បង្រៀនយើងថាប្រព័ន្ធសុវត្ថិភាពដែលខ្លាំងបំផុតមិនមែនការពារដោយដែកឬក៏បច្ចេកវិទ្យាទេប៉ុន្តែវាគឺជាការការពារដោយភាពស្មោះត្រង់របស់មនុស្សប្រសិនបើមនុស្សមានចន្លោះប្រហោងច្បាប់ក៏មានចន្លោះប្រហោងដែរតែបងប្អូនគិតយ៉ាងណាដែរតែបងប្អូនគិតថា Leonardo គឺជាមនុស្សល្ងង់ដែលភ្លេចសាំងវិចឬក៏ជាមនុស្សឆ្លាតដែលសុកចិត្តចាប់គុក10ឆ្នាំដើម្បីដូរនឹងមហាសម្បត្តិដែលគ្មានអ្នករកឃើញសូមជម្រាបលារបស់អ្នកហើយនឹងជួបគ្នានៅក្នុងសំរឿងស្មុគស្មាញបន្តទៅទៀត